កីឡានិងល្បែងមានសុវត្ថិភាពចូលអាណត្តិបទដូចឆ្លើយនឹងសំណួរខាងក្រោមកុមារចូលចិត្តលេងល្បែងកម្សាន្តផ្សេងៗជារៀងរាល់ថ្ងៃល្បែងកម្សាន្តខ្លះនាំមកនូវភាពសប្បាយរីករាយសាមគ្គីភាពការលូតលាស់ផ្នែកប្រាជ្ញាជាដើមតែល្បែងកម្សាន្តខ្លះទៀតអាចនាំឲ្យអន្តរាយដល់ខ្លួននិងបង្កការលំបាកដល់ឪពុកម្ដាយទៀតផងល្បែងកម្សាន្តខ្លះដូចជាការលេងទឹកការឡើងដើមឈើការលេងគ្រាប់មិនទាន់ផ្ទុះនិងគ្រឿងផ្ទុះអាចធ្វើឲ្យអ្នករបួសពិការឬបាត់បង់ជីវិតចំណែកការលេងបាល់ទាត់តាមទីសាធារណៈពិសេសតាមចិញ្ចើមផ្លូវអាចនាំឲ្យខ្លួនអ្នកមានគ្រោះថ្នាក់និងអាចបង្កគ្រោះមហន្តរាយដល់អ្នកដទៃផងដែរល្បែងកម្សាន្តខ្លះផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ការលេងកីឡាបាល់ទាត់បាល់ទះបាល់បោះវាយសីលោតអន្ទាក់ហាត់ប្រាណអាចធ្វើឲ្យអ្នកលេងមានសុខភាពល្អប៉ុន្តែការលេងកីឡាគប្បីរកកន្លែងសមរម្យទើបមានសុវត្ថិភាពរីឯការកម្សាន្តខ្លះទៀតដូចជាការលេងអុកលេងរែកនិងក្លាស៊ីកូធ្វើឲ្យសប្បាយរីករាយផងលូតលាស់ផ្នែកប្រាជ្ញាផងព្រោះអ្នកលេងត្រូវខំគិតត្រិះរិះពិចារណារកវិធីលេងដើម្បីយកជ័យជំនះលើដៃគូសិស្សានុសិស្សគ្រប់រូបគប្បីខិតខំសិក្សានិងលេងកីឡាដើម្បីទទួលបាននូវចំណេះវិជ្ជាសុខភាពល្អនិងប្រាជ្ញាស្មារតីភ្លឺថ្លាសំណួរ1តើល្បែងកម្សាន្តណាខ្លះដែលអ្នកគួរជៀសវាងហេតុអ្វី2តើល្បែងកម្សាន្តណាខ្លះដែលអ្នកគួរលេងហេតុអ្វី3តើកុមារត្រូវធ្វើអ្វីខ្លះដើម្បីឲ្យមានសុខភាពល្អនិងមានចំណេះវិជ្ជា